ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃសម្រាប់ធ្វើការជួញដូរនៅថ្ងៃទី20ខែ1ឆ្នាំ2026ហើយតម្លៃហាងឆេងមាសបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុង$4680ក្នុង1អោនដែលស្មើនឹង$5638ក្នុង1តម្លឹងហាងឆេងមាសបានដើរ sideways រយៈពេល2ថ្ងៃពេញតាំងពីម្សិលមិញរហូតមកដល់ថ្ងៃទី20នេះផងដែរដែលតំបន់ខ្ពស់ចុងក្រោយទីផ្សារបានដើរ sideways នឹងស្ថិតនៅក្នុង$4680ក្នុង1អោនរីឯតំបន់ support ឬក៏ហៅថាតំបន់ទាបនៃតម្លៃទីផ្សារមាសស្ថិតនៅក្នុង$4660ក្នុង1អោនគិតប្រមាណជាស្មើនឹង20លេខដែលបានដើរ sideways រយៈពេលម្សិលមិញឬបន្តរហូតមកដល់ព្រឹកថ្ងៃទី20នេះផងដែរនៅក្នុងដំណើរទីផ្សារមាសនៅព្រឹកថ្ងៃទី20នេះតាមទំនោរទិសដៅយើងមាន2ចំណុចនៅក្នុងការព្យាករណ៍ដោយសារតែតម្លៃទីផ្សារមាសបានមកកើឬក៏មកបំពេញនៅក្នុងតំបន់កំពូលស្ថិតនៅក្នុង$4680ក្នុង1អោនក្នុងករណីតំបន់ resistance នេះវាអាចមានហេតុផល2យ៉ាងដែលដំណើរទីផ្សារត្រូវតែដើរបន្តទៀតទី1គឺបុកបំបែកនៅតំបន់កំពូលនឹងហើយធ្លាយហោះឡើងមកតំបន់$4700ក្នុង1អោនឬក៏អាចទៅដល់$4730ក្នុង1អោនករណីដែលទីផ្សារបុកអត់បែកនៅតំបន់$4685នេះគឺមានន័យថាវាស្ថិតនៅក្នុងតំបន់កំពូលដែលជាចំណុចដែលទីផ្សារដើរ sideways ហើយក៏ព្យាយាមនៅក្នុងការទម្លាក់ខ្លួនចុះមកក្រោមវិញក៏ថាបានដែរអញ្ចឹងយើងអាចរងចាំមើលថាតើតម្លៃទីផ្សារពិតជាបំបែកនៅក្នុង$4685ឬក៏យ៉ាងណាក្នុងករណីដែលទីផ្សារបំបែកនៅតំបន់កំពូលហើយទាំងអស់នេះគឺទំនោរទីផ្សារនឹងលោតមកដល់តំបន់ខ្ពស់ចុងក្រោយបន្ថែមទៀតស្ថិតនៅក្នុង$4700ក្នុង1អោនឬក៏ទៅតំបន់$4730ក្នុង1អោនអញ្ចឹងនៅក្នុងការជួញដូរវិញយើងអាចរងចាំបានថាតើការ break up នៅក្នុងតំបន់នេះទៅជាយ៉ាងណាហើយបើសិនជាយើងចង់លក់នៅក្នុងតំបន់$4680នេះគឺយើងនៅតែអាចលក់បានប៉ុន្តែនៅក្នុងការដែលយើងហូរ0ដែលយើងអាចរងចាំមើលបន្ទាប់ទៀតនៅពេលដែលទីផ្សារបុកបំបែកទៅគឺនឹងឡើងមកដល់តំបន់$4700ទៅ$4730ក្នុង1អោនយ៉ាងហោចណាស់ក៏យើងអាចមាន position ថ្មីបន្ថែមទៀតសម្រាប់ធ្វើការចូលលក់នៅតំបន់$4700នឹងដែរឬក៏ខ្ពស់បំផុតត្រឹម$4730នឹងឯងអញ្ចឹងនៅក្នុងគណៈមួយដែលយើងផ្ដោតឬក៏ focus ទៅលើការលក់យើងអាចរងចាំលក់បានឲ្យទីផ្សារឡើងទៅខ្ទង់20លេខទៀតចាំលក់ឬក៏យើងមានទុនរៀងច្រើននៅក្នុងគណនីគឺយើងអាចធ្វើការ start លក់ចាប់ពីតំបន់$4680ជាងនេះដេញឡើងទៅលើតែម្ដងនៅក្នុងដំណើរទីផ្សារទោះបីជា break up ហោះឡើងទៅលើដល់តំបន់ខ្ពស់ហើយក៏នៅតែចុះមកវិញឬក៏នៅក្នុងពេលនេះករណីដែលអត់បំបុកបំបែកគឺនឹងអាចចុះមកវិញដូចគ្នាអញ្ចឹងតំបន់ដែលយើងបានលក់ពីតំបន់កំពូលទាំងអស់នេះហើយទាញផលចំណេញវិញអាចត្រឹមតំបន់$4670ក្នុង1អោនទៅតំបន់$4750ក្នុង1អោនដែលជាទិសដៅនៃទំនោរទីផ្សារនឹងត្រឡប់មកដល់ហើយយើងអាច take ផលចំណេញនៅក្នុងតំបន់នឹងបានដូចគ្នាសម្រាប់លំហូរស្រាក់ឈើ1ម៉ោងយើងមើលឃើញដូចគ្នានៅក្នុងលំហូរ30នាទីមុននឹងមិនអញ្ចឹងគឺតម្លៃទីផ្សារមិនទាន់ជាមានសញ្ញានៅក្នុងការឡើងខ្លាំងឬក៏ចុះមកខ្លាំងទេដោយសារតែទំនោរទីផ្សារកំពុងតែដើរនៅក្នុងzone sideways រយៈពេលម្សិលមិញនៅក្នុងថ្ងៃនេះដូចគ្នាផងដែរអញ្ចឹងនៅក្នុងការវិភាគនិងការព្យាករណ៍របស់យើងនៅក្នុងថ្ងៃទី20នេះទិសដៅដែលយើង recommend ជារួមគឺផ្ដោតទៅលើការលក់ដូចគ្នាហើយយើងអាចលក់នៅក្នុងតំបន់$4680ហ្នឹង$4700 $4730គឺជាតម្លៃដែលយើងលក់ស្រឡាញ់មួយណាពេញចិត្តzoneមួយណានៅក្នុងការលក់អាចរងចាំតំបន់ទាំង3នេះបានទិសដៅដែលយើងទាញផលចំណេញទីផ្សារមានឱកាសនឹងមានភាគរយខ្ពស់នៅក្នុងការមកបិទ gap វិញស្ថិតនៅក្នុង$4630ក្នុង1អោនដែលជាតម្លៃដែលទីផ្សារនឹងអាចមានអត្រានៅក្នុងការចុះមកច្រើននៅក្នុងសប្តាហ៍នេះមិនថាពាក់កណ្ដាលសប្តាហ៍ឬក៏ថ្ងៃសុក្រចុងសប្តាហ៍ទេគឺជាតម្លៃដែលចុះមកបំពេញ gap អញ្ចឹងគោលដៅដែលយើងផ្ដោតទៅលើការលក់នៅក្នុងតំបន់កំពូលទាំងអស់នេះអត់ខុសទេដោយសារតែទីផ្សារគឺបានឡើងខ្ពស់បំផុតនៃប្រវត្តិនៃតម្លៃទីផ្សារមាសហើយអញ្ចឹងយើងលក់នៅក្នុង$4690 $4680 $4700ឬក៏$4730នេះគឺជាតម្លៃដែលខ្ពស់បំផុតនៃប្រវត្តិសាស្ត្រនៃដំណើរទីផ្សារមាសអញ្ចឹងយើងលក់នៅក្នុងតំបន់កំពូលមិនសូវជាមានការព្រួយបារម្ភច្រើនទេទោះបីជាទីផ្សារបន្តនៅក្នុងការឡើងទៅលើទៀតក៏នៅតែមានភាគរយនៅក្នុងការចុះមកកោវិញដែរដោយឡែកបើសិនបើយើងជាប់ទិញនៅតំបន់កំពូល$4680 $4700 $4730ក្នុងករណីមួយដែលទីផ្សារចុះមកកោវិញ100ទៅ200លេខមានន័យថាយើងជាប់ទិញនៅក្នុងតម្លៃកំពូលតែម្ដងធ្វើឲ្យអត្រានៃការខាតគឺមានកើនឡើងសម្រាប់ការជួញដូររបស់យើងចូលមកតម្លៃទិញលក់មាសនៅថ្ងៃទី20នេះហើយទំនោរទីផ្សារតាមការព្យាករណ៍នៃការវិភាគរបស់យើងគឺកើនឡើងកម្រិតមធ្យមហើយដោតចុះមកខាងក្រោមអានឹងការវិភាគរបស់ខ្ញុំណាអញ្ចឹងយើងអាចរងចាំឲ្យទីផ្សារឡើងទិញទូទៀតចាំលក់ក៏បានដែរអញ្ចឹងតំបន់ទី1ដែលយើងលក់វិញគឺ$4687ហើយតំបន់ទី2គឺ$4698ហើយតំបន់ទី3វិញគឺ$4710ក្នុង1អោនដែលស្មើនឹង$5675ក្នុង1តម្លឹងអញ្ចឹងអាចថារងចាំឲ្យឡើងទៅជើងទៀតដល់តំបន់ហ្នឹងយើងអាចលក់បានដូចគ្នាផងដែរតំបន់ដែលយើងរងចាំទិញវិញគឺ$4651ហើយតំបន់ទី2គឺ
$637 ហើយតំបន់ទី3វិញស្ថិតនៅក្នុងតម្លៃ$4,624ក្នុង1អោនស្មើនឹង$5,571ក្នុង1តម្លឹងអញ្ចឹងទាំងនេះគឺជាតម្លៃទីផ្សារមាសសម្រាប់ធ្វើការទិញលក់នៅថ្ងៃទី20នេះដើម្បីរកប្រាក់ចំណេញពីការជួញដូរហើយការអាប់ដេតនៃតម្លៃទីផ្សារមាសក៏មានតែប៉ុណ្្នឹងដែររាល់ចម្ងល់ឬក៏បងប្អូនចង់បើកគណនីជួញដូរទិញលក់ហាងចេញមាសអាចតាក់ទងមកបានតាមរយៈលេខ Telegram ដែលមានលេខ093825579ហើយក៏ជូនពរបងប្អូនទាំងអស់គ្នាធ្វើការជួញដូរទទួលបាននូវផលចំណេញច្រើនៗទាំងអស់គ្នា